ចឹងបើថាជាងម៉ូតូដូចខ្ញុំចាំជួយតបងប្អូនណាមានទុកធរៈតាមផ្លូវនឹងតែម្ដងម៉ូតូគាត់ដឹកស្រូវឡើងពេញវិធ្លីកង់លំកខាងក្រោយនឹងទៀតបងប្អូនហើយស្មើនេះវាស្មើនឹងម៉ោង7យប់ទៅហើយខ្ញុំក៏បិទទ្វារដែរបងប្អូនតែគាត់ក៏បានស្រែកហៅខ្ញុំឲ្យខ្ញុំជួយប៉ះកង់លំកគាត់មួយទៅព្រោះតាស្រូវគាត់ដឹកទៅផ្ទះគាត់ឆ្ងាយណាស់អញ្ចឹងសួរតបងប្អូនវិញតើខ្ញុំប៉ះកង់មកប៉ុណ្ណាបានលុយប្រមាណហើយយប់ទៅហើយបងប្អូនអញ្ចឹងពេលវេលានេះខ្ញុំមិនអាចគិតរឿងលុយបានទេខ្ញុំត្រូវតែជួយគាត់សិនព្រោះថាយប់ទៅហើយបើនិយាយពីប៉ះកង់គឺប៉ះរួចរាល់ហើយក៏ប៉ុន្តែគាត់សុំឲ្យខ្ញុំធ្វើភ្លើងក្រោយឲ្យគាត់បន្តិចព្រោះថាម៉ូតូលំកគាត់នឹងគ្មានភ្លើងក្រោយទេគាត់ខ្លាចតាគេបុកគូតពីក្រោយហ្នឹងអញ្ចឹងថែមឲ្យគាត់មកមុខទៀតទៅមានណាបងប្អូនម៉ូតូលំកចាស់ហើយខ្សែភ្លើងក៏ចាស់ខ្ញុំធ្វើឡើងមកវិញព្រោះថាយប់ទៅហើយហ្នឹងវាអាងឹតផងវាស្អីផងអាគូតអំពូលក៏ចាស់អាខ្សែភ្លើងក៏ពុកទៀតការធ្វើម៉ូតូបងប្អូនគេមិនខ្លាចការជួសជុលម៉ាស៊ីនទេគេខ្លាចតែរឿងប្រព័ន្ធភ្លើងនឹងតែម្ដងព្រោះតែប្រព័ន្ធភ្លើងវាស្មុគស្មាញជាងយើងរើម៉ាស៊ីនទៅទៀតនិយាយត្រង់ទៅបងប្អូនខ្ញុំចង់រើម៉ាស៊ីនជាងខ្ញុំចង់ធ្វើប្រព័ន្ធភ្លើងទេតែបើម៉ូតូថ្មីខ្ញុំអាចធ្វើបានលឿនតែបើម៉ូតូចាស់ចេះខ្ញុំជឿថា1ម៉ោងអីមិនដឹងនិយាយយ៉ាងម៉េចផងអញ្ចឹងមកជ្រុលជួយគាត់ឲ្យជួយគាត់ឲ្យចប់ចុងចប់ដើមតែម្ដងទៅតាមពិតទៅយប់អញ្ចេះខ្ញុំមិនចង់ធ្វើប្រព័ន្ធភ្លើងទេព្រោះតែខ្ញុំគិតថាម៉ូតូលំកវាទៅតែមានភ្លើងខាងក្រោយហើយបើសិនជាអត់មានភ្លើងខាងក្រោយអញ្ចឹងបងប្អូនយើងដែលជិះពីក្រោយប្រកាសជាមានការគ្រោះថ្នាក់ហើយអញ្ចឹងជាងដូចជាខ្ញុំប្រកាសជាដឹងថាមានបញ្ហាអ្វីនៅខាងមុខមិនដឹងជាយូរឬក៏ឆាប់អញ្ចឹងហើយខ្ញុំត្រូវតែជួយធ្វើឲ្យគាត់ទោះជាយប់ក៏ដោយអញ្ចឹងរយៈពេល1ម៉ោងពេញគឺខ្ញុំធ្វើរួចរាល់ហើយហើយលុយក៏គាត់ឲ្យខ្ញុំដល់ស័ក្តិសមនឹងតម្លៃផងដែរព្រោះអីគាត់ក៏មិនមែនជាអ្នកអត់លុយដែរបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូន